ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយនឹងខ្ញុំទៀតហើយចាថ្ងៃនេះខ្ញុំណែនាំបងប្អូនពីរបៀបធ្វើនំក្រឡៅជីចាហើយនំក្រឡៅជីនាងខ្ញុំថ្ងៃនេះគឺនាងខ្ញុំអត់យកវាទៅចំហុយទេនាងខ្ញុំចំអិនវានៅក្នុងម៉ាស៊ីនមីក្រូអ៊ុងឬក៏ម៉ាស៊ីនកម្ដៅម្ហូបហើយនាងខ្ញុំចំអិនវាត្រឹមតែ4នាទីប៉ុណ្ណោះអញ្ចឹងនាងខ្ញុំនឹងណែនាំបងប្អូនពីគ្រឿងផ្សំសម្រាប់នាងខ្ញុំធ្វើស្នូលសណ្តែកក្រហមតែម្ដងចានាងខ្ញុំត្រាំសណ្តែករយៈពេល24ម៉ោងហើយសណ្តែករបស់នាងខ្ញុំគឺមានចំនួន500ក្រាមស្ករសចំនួន2ខាំអំបិលកន្លះស្លាបព្រាកាហ្វេប្រេងអូលីវ50ក្រាមចាអញ្ចឹងយើងចាប់ផ្ដើមយកវាទៅស្ងោរតែម្ដងបងប្អូនត្រូវតែស្ងោរវារហូតដល់ផុយរលួយតែម្ដងចាអញ្ចឹងនេះគឺជាសណ្តែកដែលនាងខ្ញុំស្ងោរហើយគឺនាងខ្ញុំនឹងយកវាទៅកិននៅក្នុងម៉ាស៊ីនទឹកក្រឡុកយើងត្រូវកិនវាឲ្យម៉ត់ខៃតែម្ដងបងប្អូនចាអញ្ចឹងសណ្តែករបស់នាងខ្ញុំបានម៉ត់ហើយនាងខ្ញុំនឹងយកវាទៅឆាតែម្ដងហើយបងប្អូនត្រូវតែឆាវាដោយបើកភ្លើងតិចបានហើយដើម្បីកុំឲ្យវាខ្លោចបាតពេលដែលយើងឆាវាយើងត្រូវតែកូរវារហូតបើបងប្អូនអត់កូរវាទេវាអាចធ្វើឲ្យខ្លោចអញ្ចឹងយើងដាក់ប្រេងអូលីវចូលចំនួន50ក្រាមហើយយើងចាប់ផ្ដើមកូរវាឲ្យចូលសព្វបានល្អចាពេលដែលយើងកូរវាចូលបានសព្វល្អហើយទើបយើងចាប់ផ្ដើមចាក់ស្ករចូលហើយស្ករចំនួន200ក្រាមហើយយើងបន្តកូរវាឲ្យសព្វចូលគ្នាបានល្អហើយយើងនឹងរំងាស់វាឲ្យដាច់ទឹកតែម្ដងចាអូនាងខ្ញុំភ្លេចប្រាប់បងប្អូនពេលដែលយើងរំងាស់សណ្តែកចិត្តឆ្អិនហើយយើងចាប់ផ្ដើមដាក់ទឹកដោះគោខាប់ចំនួន3ស្លាបព្រាបាយចូលដើម្បីឲ្យសណ្តែកយើងវាមានក្លិនឈ្ងុយនិងទន់ល្អហើយផ្អែមឆ្ងាញ់ផងដែរចាអញ្ចឹងសណ្តែករបស់នាងខ្ញុំបានរួចរាល់ហើយអញ្ចឹងយើងចាប់ផ្ដើមទៅធ្វើសម្បកនំម្ដងចានេះគឺជាគ្រឿងផ្សំសម្រាប់នាងខ្ញុំធ្វើសម្បកនំក្រឡៅជីមានដូចជាម្សៅដំណើប1ខាំស្ករ1ស្លាបព្រាបាយខ្ពងហើយទឹកស្លឹកតើយ125មីលីលីត្រចាអញ្ចឹងយើងចាប់ផ្ដើមចាក់ទឹកស្លឹកតើយចូលទៅក្នុងម្សៅដំណើបយើងតែម្ដងចាពេលដែលបងប្អូនចាក់វារួចរាល់ហើយបងប្អូនត្រូវតែកូរវាឲ្យចូលគ្នាសព្វបានល្អចាអញ្ចឹងបងប្អូនត្រូវតែកូរវាឲ្យសព្វបានល្អហើយបងប្អូនត្រូវដាក់អំបិលចូលបន្តិចផងបងប្អូនដើម្បីឲ្យវាមានរសជាតិផ្អែមមុតចាអញ្ចឹងយើងត្រូវតែកូរវាឲ្យចូលគ្នាហើយម៉ត់ខៃតែម្ដងគឺអត់ឲ្យវានៅសល់ម្សៅកកដុំទេចាបងប្អូនត្រូវតែបន្តកូរវាឲ្យញាប់បន្តិចទៅហើយកូរវាតតែម្សៅរបស់យើងគឺអត់នៅសល់គ្រាប់ទេទើបយើងយកវាទៅចម្អិនបើបងប្អូនចូលចិត្តវីដេអូរបស់នាងខ្ញុំសូមបងប្អូនជួយចុច like និង subscribe ឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយបងប្អូនបើសិនជាមានចម្ងល់ឬក៏មិនយល់ត្រង់ណាសូមបងប្អូន comment នៅខាងក្រោមនាងខ្ញុំនឹងឆ្លើយរាល់សំណួរដែលបងប្អូនបានសួរមកកាន់នាងខ្ញុំចាអញ្ចឹងឥឡូវនាងខ្ញុំនឹងយកម្សៅទៅចម្អិនតែម្ដងនាងខ្ញុំនឹងយកម្សៅដាក់ចូលទៅក្នុងម៉ាស៊ីនមីក្រូអ៊ុងចំនួន2នាទីចាយើងដាក់វាចំនួន2នាទីចាអញ្ចឹងនាងខ្ញុំបានចម្អិនវារយៈពេល2នាទីហើយគឺវាបែបនេះយើងត្រូវតែយកវាចេញមកកូរសិនបងប្អូនកូរពីក្រោមមកឡើងលើឲ្យសព្វល្អហើយទើបយើងចាប់ផ្ដើម
ចំអិនវា2នាទីទៀតចាអញ្ចឹងយើងចាប់ផ្ដើមកូរវាតែម្ដងទៅចានេះម្សៅរបស់នាងខ្ញុំដែលបានកូររួចរាល់ហើយពេលដែលនាងខ្ញុំកូរវាបានសព្វហើយនាងខ្ញុំនឹងដាក់ចូលម៉ាស៊ីនមីក្រូអុងចំអិនវារយៈពេល2នាទីម្ដងទៀតចាអញ្ចឹងម្សៅរបស់នាងខ្ញុំបានឆ្អិនរួចរាល់ហើយនាងខ្ញុំនឹងនាំបងប្អូនទៅខ្ចប់ស្នូលតែម្ដងនេះគឺជាសណ្តែកក្រហមស្នូលរបស់យើងបានធ្វើអំបាញ់មិញហើយនេះគឺជាម្សៅដែលយើងបានចម្អិនរួចរាល់ហើយយើងចាប់ផ្ដើមចាក់វាទៅលើថាសរបស់យើងហើយយើងចាប់ផ្ដើមរោយម្សៅពោតឲ្យសព្វដើម្បីលុញនំយើងចានំនេះវារាងក្តៅបន្តិចហើយបងប្អូនអញ្ចឹងយើងរោយម្សៅពោតដាក់ពីលើវាបន្តិចដើម្បីកុំឲ្យវាជាប់ដៃចាបងប្អូនត្រូវតែសង្កត់វាឲ្យរាងស្ដើងបន្តិចទៅមុននឹងយើងខ្ចប់នំចាឥឡូវនាងខ្ញុំបានកាត់វាមួយដុំចេញហើយនាងខ្ញុំនឹងខ្ចប់ស្នូលតែម្ដងចាគឺខ្ចប់បែបនេះគឺអត់ពិបាកទេបងប្អូនគ្រាន់តែបងប្អូនខ្ចប់ហើយច្បិចវាតែបន្តិចគឺវាជាប់តែម្ដងហើយបងប្អូនធ្វើឲ្យរាងមូលបន្តិចទៅដើម្បីឲ្យវាស្អាតចាអញ្ចឹងនំរបស់នាងខ្ញុំគឺរួចរាល់ហើយគឺវាអត់ពិបាកទេបងប្អូនចាអញ្ចឹងនាងខ្ញុំនឹងខ្ចប់មួយទៀតឲ្យបងប្អូនមើលរួចរាល់ហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនាងខ្ញុំពីដើមរហូតដល់ចប់បើបងប្អូនចូលចិត្តវីដេអូរបស់នាងខ្ញុំសូមបងប្អូនជួយចុច like និង subscribe ឲ្យនាងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃចាអញ្ចឹងបើបងប្អូនមានចម្ងល់ឬមិនយល់ត្រង់ណាសូមបងប្អូន comment នៅខាងក្រោមចានាងខ្ញុំនឹងឆ្លើយរាល់សំណួរដែលបងប្អូនសួរអញ្ចឹងនាងខ្ញុំសូមអរគុណសូមជម្រាបលា